បងទាំងអស់គ្នាទម្រាំនឹងយើងថាសម្រាប់ចិត្តទៅឆ្នៃត្បូងដែលមានរាងស្លឹកពោធិ៍ទៅជារាង3ជ្រុងហ្នឹងគឺខ្ញុំត្រូវយកត្បូង3ជ្រុងហ្នឹងមកធ្វើការប្រៀបធៀបគ្នាហើយត្បូងដែលយើងយកមកធ្វើការធ្វើ testing ដំបូងហ្នឹងគឺយកប្រភេទត្បូងស៊ីត្រីនហ្នឹងបងប្អូនទាំងអស់គ្នានេះគឺកាឡាផ្សេងហើយមួយគ្រាប់ទៀតគឺកាឡាផ្សេងហើយបន្ទាប់ពីយើងមើលឃើញថាត្បូងវាយក្រឡាមួយណាដែលធ្វើឲ្យចរណៃស្អាតគឺយើងយកតាមទម្រង់ត្បូងដែលមានកាឡាស្អាតណាបងប្អូនទាំងអស់គ្នាគឺខ្ញុំសម្រេចចិត្តថាយកមួយនេះគឺកាឡាផងគេស្អាតចរណៃផងគេស្អាតណាបងប្អូនអញ្ចឹងចាំមើលនៅពេលដែលយើងធ្វើការកែច្នៃត្បូងរតនគិរីតើបានចរណៃស្អាតដោយត្បូងស៊ីត្រីនដែរគឺអត់ណាបងប្អូនទាំងអស់គ្នាចាំទស្សនាទាំងអស់គ្នាឥឡូវជាងគាត់កំពុងតែធ្វើការកែច្នៃហើយគឺយើងគាត់ឲ្យគាត់ធ្វើការសេរីរៀងហើយនឹងសេរីតកតងមួយទំហំឲ្យបានស្មើគ្នាទៀតណាបងប្អូនទាំងអស់គ្នាអរគុណ